ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹង page សំណាង TV បាទថ្ងៃនេះ page សំណាង TV មកចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើបុកសាច់គោជាមួយនឹងសណ្តែកគួរបាទឥឡូវមកមើលគ្រឿងផ្សំទាំងអស់គ្នាបាទមានសណ្តែកគួរស្ពៃបូកគោជីងកាមបាទហើយមានសណ្តែកដីខ្ទឹមសម្ទេសជាមួយនឹងសាច់គោបាទថែមជាមួយនឹងក្រូចឆ្មា2 3ផ្លែទៀតមកបាទពុកម៉ែបងប្អូនបាទហ្នឹងហើយតោះមកមើលពីរបៀបធ្វើទាំងអស់គ្នាបាទហើយសម្រាប់សាច់គោគឺខ្ញុំយកវាទៅចៀនបាទចៀនវាឲ្យឆ្អិនប្រហែលជា 20% អីទៅពុកម៉ែបងប្អូនបាទយើងអត់អាចយកសាច់គោឆៅទៅធ្វើត្មងទេបាទគឺខ្ញុំយកវាទៅចៀនឲ្យឆ្អិនតិចចឹងណាហើយបន្ទាប់មកបានយើងយកវាមកហាន់បាទហាន់វាជាបន្ទះស្ដើងអញ្ចឹងណាពុកម៉ែបងប្អូនបាទដើម្បីពេលយើងយកទៅបុកជាមួយនឹងសណ្តែកគួរទៅគឺវាចូលជាតិល្អបាទនេះពុកម៉ែបងប្អូនឃើញទេបាទសាច់គោគឺខ្ញុំចៀនឲ្យវាឆ្អិនតែប៉ុណ្្នឹងទេបាទចៀនឆ្អិនខាងអញ្ចឹងណាហើយនៅកណ្ដាលគឺវានៅឈាមតិចចឹងទៅពុកម៉ែបងប្អូនបាទសាច់គោថ្ងៃនេះមួយមុខនេះបាទគឺខ្ញុំចំណាយអស់ 10000 ជាងទេពុកម៉ែបងប្អូនបាទសាច់គោអស់ 10000 ហើយបន្លែប្លុកអស់ប្រហែលជា 5-6000 ទៀតទៅបាទឥឡូវយើងមកបុកជាមួយនឹងខ្ទឹមសហើយនឹងម្ទេសបាទហើយម្ទេសពុកម៉ែបងប្អូនចូលចិត្តហិលដាក់រៀងច្រើនតិចទៅហើយបើមិនចូលចិត្តទេបាទដាក់ប្រហែលខ្ញុំនេះក៏បានដែរដាក់តែមួយគ្រាប់ពីរគ្រាប់ទៅបានហើយសម្រាប់ប្រហុកបាទប្រហុកគឺយើងត្រូវខ្ចប់ត្រូវអាំងវាឲ្យឈ្ងុយអញ្ចឹងសិនណាតោះមកបានយើងយកមកបុកជាមួយនឹងខ្ទឹមសជាមួយនឹងម្ទេសហើយបន្ថែមជាមួយនឹងគ្រឿងទេសទៅបាទមានប៊ីចេងមានស្ករបាទហើយបើសិនជាមានស្ករពាងបាទស្ករត្នោតហ្នឹងតែឈ្ងុយតែឆ្ងាញ់ទៀតពុកម៉ែបងប្អូនបាទសម្រាប់ខ្ញុំអត់មានបាទគឺថាខ្ញុំប្រើជាមួយស្ករសហើយយើងច្បាច់ក្រូចឆ្មា2 3ចំណិតទៅពុកម៉ែបងប្អូនបាទបន្ទាប់មកគឺយើងចាក់ជាមួយនឹងសណ្តែកគួរហើយសណ្តែកគួរគឺយើងកាត់វាប្រវែងប្រហែលជា2ថ្នាំងដៃអីទៅពុកម៉ែបងប្អូនបាទនេះយើងយកវាមកបុកជាមួយនឹងគ្រឿងក្រូវទាំងអស់ហ្នឹងបាទបុកឲ្យវាបែកតិចចឹងណាដើម្បីឲ្យវាចូលជាតិសព្វជាមួយនឹងសណ្តែកគួរទៅបន្ទាប់មកបាទសាច់គោដែលយើងហាន់មិញហ្នឹងបាទឃើញទេពុកម៉ែបងប្អូនបាទសាច់គោនៅគឺថាអែមពុកម៉ែបងប្អូនអាហ្នឹងជាតិណាសាច់គោនៅស្រស់អញ្ចឹងបាទរៀងឆ្អិនប្រហែលជា 10-20% ហ្នឹងគឺថាជាតិណាពុកម៉ែបងប្អូនបាទយើងយកវាមកចាក់ច្បល់ចូលគ្នាហើយយើងបុកវាថ្នមណាពុកម៉ែបងប្អូនបាទយើងគ្រាន់តែច្បល់ឲ្យគ្រឿងទាំងអស់ហ្នឹងវាសព្វចូលគ្នាទេហើយសម្រាប់រសជាតិពុកម៉ែបងប្អូនចូលចិត្តរសជាតិបែបណាបាទគ្រឿងផ្សំតាមចំណង់ចំណូលចិត្តចឹងណាបាទបើចូលចិត្តរៀងជូររៀងផ្អែមហ្នឹងអាហ្នឹងគឺដាក់ស្ករដាក់ក្រូចដាក់អីតាមហ្នឹងឲ្យទៅតាមតម្រូវចិត្តដែលពុកម៉ែបងប្អូនចង់ញ៉ាំទៅបាទហើយជាចុងក្រោយបន្ថែមជាមួយនឹងសណ្តែកដីតិចមកបាទគឺថារួចរាល់ហើយអញ្ចឹងយើងដួសវាដាក់ចានមកហើយយើងមានបន្លែបាទបន្លែមានស្ពៃបូកគោមានជីមានអីហ្នឹងបាទដើម្បីពេលដែលយើងញ៉ាំគឺយើងផ្ទាប់ជាមួយនឹងបន្លែទាំងអស់ហ្នឹងបាទអញ្ចឹងគេថាមុខម្ហូបមួយមុខនេះរួចរាល់ហើយពុកម៉ែបងប្អូនបាទទំនងណាស់ហើយពុកម៉ែបងប្អូនទំនេរបាទសាកធ្វើញ៉ាំទៅបាទចំណាយតិចតែរសជាតិវាឆ្ងាញ់បាទហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូពីដើមរហូតដល់ចប់Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ